ការបរិច្ឆេទចុះហត្ថលេខាកាលពី5ឆ្នាំមុនហាសម្ដែងលេងចេញហើយមែនទេរបស់ខ្លាំងខ្លាយសោះក៏ហ៊ានយកមកបង្ហាញដែរណោះលីងLinger ឯងនៅចាំអត់ប្តីខ្ញុំជាចុងភៅនឹងណាគាត់ធ្លាប់ប្រាប់ថាកាលពី5ឆ្នាំមុនពិតជាមានកម្ពុជាចុងភៅម្នាក់ឈ្មោះយៀកណានមែនកាលនោះអស់អ្នកក្នុងរង្វង់សិល្បៈធ្វើម្ហូបមកគេល្បីថាគាត់ជាមនុស្សពូកែមួយរយឆ្នាំមកស្រាប់តែបាត់ខ្លួនឆឹងតែម្ដងនោះអ្វីដែលឯងនិយាយជារឿងពិតមែនប្តីខ្ញុំជាចុងភៅធំនៅសន្តាគារផ្កាយ5គាត់មិនកុហកខ្ញុំទេគាត់ថាយៀកណានម្នាក់ហ្នឹងគឺដូចជាទេវតាអញ្ចឹងអញ្ចឹងមានន័យថាយៀកណានពិតជាលាក់បាំងខ្ញុំ3ឆ្នាំហើយតើចុះគាត់ច្បាស់ជាមានហេតុផលរបស់គាត់ខ្ញុំមិនសួរទេខ្ញុំត្រូវតែរកចម្លើយដោយខ្លួនឯង idol ដូចជាញឹកហើយមើលទៅឬក៏មិនហ៊ានប្រឈមមុខនឹងការពិតទេបើមនុស្សប្រុសមានរឿងលាក់បាំងមនុស្សស្រីគឺច្បាស់ជាមានស្រីញីនៅខាងក្រៅហើយនឹងខ្ញុំគ្រាន់តែជឿជាក់លើគាត់តោះទុករបស់អស់នេះនៅកន្លែងដើមវិញធ្វើដូចជាគ្មានរឿងអីកើតឡើងអញ្ចឹងទៅនេះជាស្អីគេនឹងវ៉ាវនេះជាស្អីគេមានរបបកំហែងថ្មីទៀតហើយនេះជាបានធានាលេខកូដ Dragon 003នេះមិនមែនជាកាមេរ៉ាដែលយៀកណានទិញឲ្យខ្ញុំទេ idol ជាសមាជិកសមាគមថតរូបលេខកូដនេះខ្ញុំធ្លាប់ឃើញតើឆែករកស្អីទៅយៀកណានប្រាប់ខ្ញុំថាគាត់ទិញវានៅផ្សារអេចចៃទេតម្លៃប្រហែលតែប៉ុន្មានពាន់យន់idol ចាញ់បោកគេហើយនេះជា model ពិសេស limited edition ដែលមានតែ30គ្រឿងលើពិភពលោកអីគេ model ពិសេសមែនហើយនៅតាស៊ីដេជាមានតែ3គ្រឿងទេមួយគ្រឿងតម្លៃ5លាន8សែនយន់អ្នកទាំងអស់គ្នានិយាយថាម៉េច5លាន8សែនយន់មិនអាចទេយៀកណានប្រាប់ថាវាគ្រាន់តែជាកាមេរ៉ាធម្មតាតែទិញនៅផ្សារអេតចៃប៉ុណ្ណោះអូនកុំរើសអើងអីណាគាត់ថែមទាំងខ្លាចខ្ញុំរើសអើងទៀតផងគាត់ថាចាំថ្ងៃក្រោយរកលុយបានច្រើននឹងទិញរបស់ល្អឲ្យខ្ញុំហ្មង idol ចូលទៅឆែកមើលក្នុង website កាមេរ៉ាមួយនេះខ្ញុំធ្លាប់ឃើញនៅកន្លែងដេញថ្លៃតើ5លាន8សែនយន់តែយៀកណានប្រាប់ខ្ញុំថាវាជារបស់ជុះថោកសោះតើគាត់នៅមានរឿងអីលាក់បាំងខ្ញុំទៀតទៅប្រពន្ធសម្លាញ់ថតរូបប្រហែលជាយូរទៀតណានៅផ្ទះត្រូវធ្វើខ្លួនឲ្យល្អណាវ៉ាវ idol ប្រតិកម្មលឿនម្លេះអាណិត idol ណាស់ប្តីគាត់ច្បាស់ជាមានអាចកំបាំងហើយមើលទៅខ្ញុំនឹងចូលទៅឆែកក្នុង website ផ្លូវការឥឡូវនេះប្តីខ្ញុំមានលុយច្រើនទិញកាមេរ៉ាពីណាច្បាស់ជាលេងសើចហើយម្ចាស់កម្មសិទ្ធិយៀកណានចំនួនទឹកប្រាក់ដែលបានទិញ5លាន8សែនយន់គឺជារឿងពិតទាំងនេះជារឿងពិតទាំងអស់វ៉ាវមហាសេដ្ឋីលាក់ខ្លួនមកធ្វើជាបរិះមេផ្ទះតា idol តាប្តីរបស់នាងមានប្រវត្តិបែបណាទៅយៀកណានហេតុអីបានជាបងត្រូវលាក់បាំងអូនបងច្បាស់ជាអាចរស់នៅក្នុងជីវិតដែលល្អជាងនេះតែហេតុអីសុកចិត្តមកទ្រាំរស់នៅក្នុងផ្ទះតូចមួយនេះជាមួយអូនយៀកណានបងពូកែណាស់ណោះតើបងនៅមានរឿងអីលាក់បាំងអូនទៀតមិនបានទេខ្ញុំត្រូវតែរកវិធីសិនអ្នកទាំងអស់គ្នាខ្ញុំសម្រេចចិត្តហើយខ្ញុំនឹងបំពាក់កាមេរ៉ាសម្ងាត់នៅក្នុងផ្ទះរួចហើយរកលេសចេញក្រៅចាំមើលយៀកណាននឹងបញ្ចេញកន្ទុយយ៉ាងម៉េចខ្លះ idol ឆ្លាតណាស់ពួកយើងចាំមើលរឿងល្អមើលទាំងអស់គ្នាបន្តិចទៀតទិញកាមេរ៉ាមកនឹងដាក់មួយនៅត្រង់នេះមុំនេះអាចថតឃើញផ្ទះបាយច្បាស់ហ្មងមួយទៀតលាក់នៅក្រោយថូបការដើម្បីថតយកបន្ទប់ទទួលភ្ញៀវចំណែកមួយទៀតដាក់នៅក្នុងបន្ទប់ធ្វើការយៀកណានរកអាចកំបាំងរបស់បងអូនមិនឲ្យរំលងមួយណាឡើយអ្នកទាំងអស់គ្នាកុំភ្លេចចូលមកមើលការ live របស់ខ្ញុំឲ្យទាន់ពេលនៅថ្ងៃស្អែកណាយើងនឹងបើកកកាយមុខមាត់ពិតរបស់ប្តីខ្ញុំទាំងអស់គ្នារងចាំមើលថ្ងៃស្អែកណា idol ស៊ូអ្នកទាំងអស់គ្នាមើលនេះជារបស់ដែលខ្ញុំរកឃើញកាលពីយប់មិញ